លោកហៅបង្ហួតអញ្ចឹងជាធបដីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង480ម៉ែត្រនៅឃុំទ្រាលនាព្រឹកថ្ងៃទី20ខែសីហាឆ្នាំ2026លោកហៈបង្ហួតអភិបាលនៃគណៈអភិបាលស្រុកតាំងគោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែមានប្រវែង480ម៉ែត្រដែលភ្ជាប់ភូមិកំញាតនិងភូមិថ្នោតស្ថិតក្នុងឃុំទ្រាលស្រុកតាំងគោកខេត្តកំពង់ធំថាវិការមូលនិធិអភិវឌ្ឍឃុំដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រីដែលជាថ្នាក់ដឹកនាំរដ្ឋបាលស្រុកកងកម្លាំងប្រដាប់អាវុធទាំង3អាជ្ញាធរឃុំភូមិនិងប្រជាពលរដ្ឋយ៉ាងច្រើនកកនៅក្នុងឱកាសនោះលោកហៈបង្ហួតក៏បានពំនាំនៅប្រសាសន៍សួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់លោកអភិបាលស្រុកបានលើកឡើងអំពីសមិទ្ធផលនៃការអភិវឌ្ឍនិងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខនិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលោកអភិបាលស្រុកបានគូសបញ្ជាក់យ៉ាងច្បាស់ថាផ្លូវមួយខ្សែនេះមិនមែនជារបស់បុគ្គលណាទេគឺជារបស់បងប្អូនទាំងអស់គ្នាដែលរាជរដ្ឋាភិបាលមានកញ្ចប់ថវិកាទម្លាក់មកឃុំដើម្បីប្រើប្រាស់ឆ្លើយតបទៅតាមសំណូមពរនិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋបន្ថែមពីនេះលោកក៏បានលើកឡើងអំពីអត្ថប្រយោជន៍នៃប័ណ្ណក្រីក្រជានយោបាយគាំពារសង្គមដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្ររួមមានការទទួលបានសេវាថែទាំសុខភាពនិងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនមួយចំនួនការទទួលបានប្រាក់ឧបត្ថម្ភគាំពារសង្គមតាមដំណាក់កាលផ្សេងៗដូចជាស្ត្រីមានផ្ទៃពោះកុមារតូចៗនិងមនុស្សចាស់ជរាការទទួលបានកិច្ចអន្តរាគមន៍និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗក្នុងគ្រាមានវិបត្តិឬគ្រោះមហន្តរាយជាមួយគ្នានេះលោកក៏បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានដែលកើតចេញពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរវាងអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋជាចុងក្រោយលោកអភិបាលស្រុកក៏បានផ្ដាំផ្ញើនិងអំពាវនាវដល់អាជ្ញាធរដែនដីក្រុមការងារបច្ចេកទេសសាងសង់និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្រុមហ៊ុនម៉ាកាត្រូវយកចិត្តទុកដាក់សាងសង់ឲ្យបានត្រឹមត្រូវតាមបទបទដ្ឋានបច្ចេកទេសដើម្បីឲ្យផ្លូវមានគុណភាពមាំទាំនិងប្រើប្រាស់បានយូរអង្វែងប្រជាពលរដ្ឋមេត្តាចូលរួមសហការយោគយល់អធ្យាស្រ័យចំពោះការរំខានបន្តិចបន្តួចក្នុងអំឡុងពេលសាងសង់និងរួមគ្នាក្រោយសាងសង់រួចដើម្បីថែរក្សាផ្លូវនេះទុកជាសម្បត្តិរួមប្រើប្រាស់បានយូរអង្វែង